ស្គាល់និងទទួលស្គាល់ជោគជ័យពីកំណត់របស់អ្នកមនុស្សកើតមកដើម្បីជោគជ័យមិនមែនដើម្បីបរាជ័យទេយើងពិតជាមិនដឹងឬភ្លេចបាត់ហើយក៏មិនដឹងថាយើងធ្លាប់បានធ្វើនិងបានទទួលជោគជ័យដ៏ធំមហាសាលមួយក្នុងជីវិតរបស់ខ្លួនជោគជ័យដែលកើតចេញពីការប្រកួតមិនមែនជាមួយនឹងគូប្រជែង1 2ឬ3ប៉ុន្តែគឺរាប់លានអ្នកហើយជោគជ័យនោះបានបន្តដល់ថ្ងៃនេះជោគជ័យនោះគឺជាការចាប់កំណត់របស់យើងក្នុងពេលបង្កកំណើតមានមេជីវិតឈ្មោលរាប់លានបានប្រជែងគ្នាក្នុងបំណងទៅជួបនឹងមេជីវិតនេះដើម្បីបង្កកំណើតក្នុងច្បាប់ធម្មជាតិមានតែមេជីវិតឈ្មោលតែមួយប៉ុណ្ណោះដែលអាចមានឱកាសឈ្នះនោះគឺរូបអ្នកនេះឯងបើអ្នកមិនពូកែទេនោះអ្នកក៏មិនឈ្នះដែរហើយបើពេលនោះអ្នកមិនឈ្នះទេជោគជ័យនោះនឹងធ្លាក់ទៅក្នុងដៃអ្នកណាម្នាក់ក្នុងបរ្ដាគូប្រកួតប្រជែងរាប់លានអ្នកមិនខានអ្នកត្រូវតែទទួលស្គាល់ជោគជ័យពីកំណត់នេះហើយត្រូវតែប្រើជោគជ័យនេះដើម្បីបង្កើតកម្លាំងចិត្តបន្តជោគជ័យផ្សេងៗទៀតអ្នកត្រូវបន្តគិតថាអ្នកគឺជាម្ចាស់ជើងឯកដូច្នេះអ្នកត្រូវតែបន្តជោគជ័យរបស់អ្នកដោយជ័យជំនះពីធម្មជាតិនេះមិនមែនអ្នកមិនធ្លាប់ស្គាល់រសជាតិនៃជ័យជំនះឯណាអ្នកធ្លាប់ឈ្នះហើយវាជាជ័យជំនះដំបូងនិងអស្ចារ្យបំផុតថែមទៀតផងកំណត់គោលដៅនិងចងចាំវាជានិច្ចមនុស្សមានគោលដៅច្បាស់លាស់ហើយទទួលបានជោគជ័យពីព្រោះពួកគេដឹងកន្លែងដែលត្រូវទៅយើងអាចដើរលើផ្លូវដោយគ្មានស្បែកជើងបានប៉ុន្តែយើងពិតជាមិនអាចដើរលើវិថីជីវិតដោយគ្មានគោលដៅបានឡើយអ្នកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាបំផុតពីព្រោះវាគឺជាចំណុចសំខាន់បំផុតនិងមិនអាចខ្វះបានសម្រាប់ជោគជ័យក្នុងជីវិតលើពីនេះវាក៏បានដើរតួយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តខ្លួនយើងផងដែរចូលកំណត់គោលដៅឲ្យបានធំនិងច្បាស់លាស់បំផុតពីព្រោះវាក៏នឹងលើកទឹកចិត្តអ្នកបានខ្លាំងដែរគោលដៅធំនឹងបង្កើតឲ្យមានការផ្លាស់ប្ដូរដ៏ធំធេងហើយក៏បង្កើតនៅការលើកទឹកចិត្តដ៏ធំធេងផងដែរអ្នកនិយាយជំរុញទឹកចិត្តនិងជាអ្នកនយោបាយអាមេរិកមួយរូបឈ្មោះ Les Brown បាននិយាយថាកំណត់ព្រះច័ន្ទជាគោលដៅបើមិនបានទៅដល់ទីនោះយ៉ាងហោចណាស់ក៏យើងដល់ផ្កាយណាមួយដែរនៅពេលខ្លះមនុស្សអាចបាត់បង់ទឹកចិត្តក្នុងការធ្វើអ្វីមួយប៉ុន្តែពេលដែលពួកគេនឹកឃើញដល់គោលដៅដែលគេត្រូវទៅដល់គេនឹងទទួលបានកម្លាំងចិត្តឡើងវិញភ្លាមៗដូចជាទូរស័ព្ទត្រូវបញ្ចូលថ្មដែរប៉ុន្តែបើគេគ្មានគោលដៅច្បាស់លាស់ទេនោះគេនឹងងាយអស់កម្លាំងបាក់ទឹកចិត្តនិងអស់ក្តីសង្ឃឹមក្នុងការបន្តដំណើរទៅមុខទៀតមិនខាននៅតាមបណ្ដាប្រទេសជឿនលឿនក្មេងៗត្រូវគេបង្រៀនឲ្យចេះកំណត់គោលដៅហើយអ្នកដែលធ្លាប់ឆ្លងកាត់ការងារនៅថ្នាក់បឋមសិក្សាក៏ធ្លាប់បានទទួលសំណួរដ៏សាមញ្ញបំផុតដែរពីលោកគ្រូអ្នកគ្រូតើពេលធំឡើងចង់ក្លាយជាអ្វីឬចង់ចេះអ្វីធ្វើអ្វីហើយអ្វីបានជាវាសំខាន់ខ្ញុំសូមចាប់ផ្ដើមឧទាហរណ៍ដ៏សាមញ្ញបំផុតមួយថ្ងៃមួយមានយុវជនស្រស់សង្ហាបានបើកបររថយន្តទំនើបមួយគ្រឿងឆ្លងកាត់ផ្លូវលំមួយនៅទីជនបទពេលនោះគេក៏បានជួបនឹងកសិករម្នាក់ដែលកំពុងភ្ជួរស្រែយុវជននោះឈប់រថយន្តបើកកញ្ចក់រួចសួរទៅកាន់បុរសជាកសិករថាលោកពូតើផ្លូវនេះទៅឯណាកសិករហាក់ដូចជាមិនចង់ឆ្លើយឬគាត់មិនឮយុវជននោះឆ្ងល់ក្នុងចិត្តថាហេតុអ្វីបានជាគាត់មិនឆ្លើយប្រហែលមកពីខ្ញុំនិយាយតិចហើយមើលទៅគិតក្នុងចិត្តហើយយុវជនក៏សាកសួរម្ដងទៀតដោយសំឡេងខ្លាំងជាងមុននិងប្រកបដោយភាពគួរសមបន្តិចថាសូមអត់ទោសលោកពូតើផ្លូវនេះទៅឯណាដែរកសិករងាកមើលមុខបន្តិចតែមិនឆ្លើយតបយុវជនឆ្ងល់ក្នុងចិត្តនឹងចម្លែកចិត្តកាន់តែខ្លាំងឡើងហើយបន្តគិតថាហេតុអ្វីបានជាគាត់មិនឆ្លើយតបសោះប្រហែលមកពីខ្ញុំមិនចុះពីរថយន្តហើយមើលទៅព្រោះហាក់ដូចជាមិនសូវគួរសមគិតរួចយុវជនបានចុះពីរថយន្តរួចបោះជំហានកាន់តែជិតកសិកររួចសួរដោយសំដីគួរសមបំផុតថាសូមអត់ទោសលោកពូខ្ញុំសូមជម្រាបសួរថាតើផ្លូវនេះទៅណាដែរកសិករញញឹមបន្តិចរួចឆ្លើយចូលយើងទាំងអស់គិតមើលទៅតើកសិករនោះឆ្លើយយ៉ាងណាចូលកុំគិតថាគាត់ឆ្លើយដោយលោកតាប្រមាញ់ឲ្យសោះថាតើនៅនេះយូរហើយផ្លូវនេះមិនដែលទៅណាទេវានៅតែនឹងកសិកររូបនោះគាត់ពិតជាមិនឆ្លើយដោយតាព្រមមិនឡើយគាត់បានឆ្លើយទៅកាន់យុវជនរូបនោះថា
មិនសំខាន់ថាតើផ្លូវនេះទៅណាទេប៉ុន្តែវាសំខាន់ត្រង់ថាតើក្មួយចង់ទៅណាបណ្ដោះតើត្រូវធ្វើដូចម្ដេចដើម្បីឲ្យគោលដៅអាចបន្តលើកទឹកចិត្តអ្នកបានរហូតសំណួរនេះសំខាន់ហើយចម្លើយរត់តែសំខាន់ពីព្រោះមានមនុស្សច្រើនណាស់ដែលធ្វើអ្វីបានតែមួយឆាវរួចក៏រលត់បាត់ទៅវិញដូចជាភ្លើងចំបាំងអីចឹងពេលគិតពីគោលដៅក៏មានកម្លាំងចិត្តពេលឈប់គិតក៏បាត់ទឹកចិត្តទៅវិញនេះក៏ដោយសារយើងមិនបានរកវិធីដែលធ្វើឲ្យវានៅជាមួយនឹងយើងជាប់ជាប្រចាំសកម្មភាពយើងអាចសរសេរដាក់ក្នុងបន្ទប់ការិយាល័យទូរស័ព្ទកុំព្យូទ័រនិងកន្លែងផ្សេងទៀតដែលអាចងាយស្រួលមើលនិងចងចាំជាពិសេសកន្លែងដែលអ្នកនៅរាល់ថ្ងៃគោលដៅទាំងអស់នេះហើយតែងតែបក់ដៃឲ្យយើងនឹងលើកទឹកចិត្តយើងដើម្បីបង្កើនកម្លាំងធាតុក្នុងដំណើរឆ្ពោះទៅរកវាជានិច្ចមនុស្សភាគច្រើនសរសេរគោលដៅដាក់ក្នុងបន្ទប់ផ្ទាល់ខ្លួនពីព្រោះវាជាកន្លែងដែលពួកគេអាចមើលឃើញរាល់ថ្ងៃបន្ទប់គេងការិយាល័យរហូតដល់អ្នកខ្លះសរសេរដាក់ក្នុងបង្គន់ទៀតផងពីព្រោះយើងតែងតែចូលទៅអង្គុយទីនោះជាប្រចាំដូចគ្នាដែរមនុស្សមួយចំនួនទៀតដែលរួមទាំងខ្ញុំផងបានដាក់គោលដៅដោយធ្វើជាហត្ថលេខារបស់ខ្លួនហើយមានមនុស្សខ្លះទៀតក៏ចាក់ជាសាក់នៅលើរាងកាយរបស់ខ្លួនចំណែកឯអ្នកខ្លះទៀតរហូតដល់ផ្ដាំផ្ញើគោលដៅជាមួយនឹងមនុស្សជាទីស្រឡាញ់របស់ខ្លួនទៀតផងតើគោលដៅពិតជាអស្ចារ្យដល់ថ្នាក់ហ្នឹងតើត្រូវកំណត់គោលដៅបានយ៉ាងដូចម្តេចតើមានគោលដៅអ្វីខ្លះដែលយើងត្រូវកំណត់ពេលនិយាយអំពីការកំណត់គោលដៅឬអ្វីដែលចង់បានមនុស្សមួយចំនួនបានគិតអំពីប្រាក់ឡានផ្ទះចប់ថ្នាក់សិក្សានេះកម្រិតសិក្សានោះការងារនេះមុខរបរនោះតែហាក់ដូចជាភ្លេចរឿងសំខាន់មួយចំនួនផ្សេងទៀតដូចជាសុខភាពសុវត្ថិភាពជាពិសេសសង្គមជាតិនិងភពផែនដីរបស់ខ្លួនតិចឬច្រើនខ្លាំងឬខ្សោយចិត្តឬឆ្ងាយយើងត្រូវតែយកចិត្តទុកដាក់ក្នុងការកំណត់គោលដៅជុំវិញចំណុចទាំងនេះដោយមិនគួរខ្វះណាមួយបានឡើយជាទូទៅការកំណត់គោលដៅមានតាមផ្នែកសំខាន់ដូចជាគោលដៅសម្រាប់សិក្សានិងការអភិវឌ្ឍសមត្ថភាពខ្លួនឯងការងារនិងមុខរបរគោលដៅគ្រួសារនិងញាតិមិត្តសុខភាពនិងសុវត្ថិភាពផ្ទាល់ខ្លួនព្រមទាំងគោលដៅសម្រាប់ប្រទេសជាតិនិងភពផែនដីជាដើមខាងក្រោមនេះជាឧទាហរណ៍ខ្លះៗនៃការកំណត់គោលដៅ 1. គោលដៅអាជីពតើអ្នកបើកអាជីវកម្មខ្លួនឯងឬចង់បន្តធ្វើការឲ្យគេមួយជីវិតត្រូវបើកអាជីវកម្មផ្ទាល់ខ្លួនគឺអាជីវកម្មភោជនីយដ្ឋាននៅខែមិថុនាឆ្នាំ2023ត្រូវខិតខំធ្វើការងារដើម្បីទទួលបានតំណែងជាប្រធានគ្រប់គ្រងទូទៅក្នុងឆ្នាំ2025 2. គោលដៅហិរញ្ញវត្ថុតើប្រាក់ចំនួនប៉ុន្មានដែលអ្នកចង់ទទួលបានចំនួនប៉ុន្មានក្នុងដំណាក់កាលណារកប្រាក់ចំណូលឲ្យបានយ៉ាងតិច$1,000ក្នុងមួយខែចាប់ពីខែមករាឆ្នាំ2023តទៅសន្សំប្រាក់ឲ្យបាន$10,000អាមេរិកនៅចុងឆ្នាំ2023 3. គោលដៅសិក្សានិងការអភិវឌ្ឍសមត្ថភាពតើមានជំនាញឬចំណេះវិជ្ជាអ្វីទៀតដែលអ្នកត្រូវការក្នុងជីវិតតើមានជំនាញឬចំណេះវិជ្ជាអ្វីទៀតដែលអ្នកត្រូវការដើម្បីធ្វើឲ្យសម្រេចគោលដៅធំៗរបស់អ្នកប្រឡងជាប់ដោយជោគជ័យក្នុងថ្នាក់ភាសាអង់គ្លេសទូទៅកម្រិត12នៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់អប់រំក្នុងឆ្នាំ2023ត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅខែកក្កដាឆ្នាំ2024ត្រូវបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយក្នុងឆ្នាំ2026 4. គោលដៅគ្រួសារតើអ្នកចង់រៀបការដែរឬទេតើរៀបការនៅពេលណាតើអ្នកចង់បានកូនដែរឬទេខ្ញុំនឹងរៀបការជាមួយនឹងនារីឬបុរសដែលខ្ញុំស្រឡាញ់នៅចុងឆ្នាំ2024ខ្ញុំនឹងបង្កើតកូនប្រុសម្នាក់និងកូនស្រីម្នាក់ក្នុងឆ្នាំ2026និងឆ្នាំ2028 5. គោលដៅស្តង់ដាររស់នៅតើអ្នកចង់រស់នៅទីណាឬរបៀបណាទិញផ្ទះវីឡាមួយដែលមានតម្លៃ$500,000នៅភ្នំពេញក្នុងឆ្នាំ2030ទិញរថយន្តទំនើប Mark Lexus LX 507ក្នុងឆ្នាំ2026 6. គោលដៅសុខភាពនិងសុវត្ថិភាពតើអ្នកចង់មានសុខភាពបែបណាទាំងនៅពេលបច្ចុប្បន្ននិងពេលអ្នកចាស់រស់នៅឲ្យបានអាយុយ៉ាងតិច85ឆ្នាំមានទម្ងន់មិនឲ្យលើសពី75គីឡូក្រាម 7. គោលដៅសង្គមជាតិនិងផែនដីតើអ្នកចង់ឃើញប្រទេសជាតិមានភាពរីកចម្រើនដែរឬទេតើរីកចម្រើនដល់កម្រិតណាតើអ្នកត្រូវចូលរួមបែបណាត្រូវបង្កើតអង្គការមួយដែលអាចជួយកុមារជនបទឲ្យបានចូលសិក្សាឲ្យបាន1ឆ្នាំ100នាក់ក្នុងឆ្នាំ2024ក្លាយជាតំណាងរាជមណ្ឌលភ្នំពេញក្នុងឆ្នាំ2028សរសេរសៀវភៅឲ្យបាន25ក្បាល
ត្រឹមឆ្នាំ2025ចំណុចសំខាន់ដើម្បីឲ្យគោលដៅរបស់អ្នកកាន់តែច្បាស់លាស់និងត្រឹមត្រូវសូមប្រាកដថាវាមានលក្ខណៈ5ដូចខាងក្រោម 1. ច្បាស់លាស់មានលក្ខណៈពិតប្រាកដ 2. អាចវាស់វែងបានមានកត្តាវាស់វែង 3. អាចសម្រេចបានមិនលើសពីសមត្ថភាពដែលអាច 4. មានកត្តាពាក់ព័ន្ធគ្នា 5. មានពេលវេលាកំណត់ច្បាស់លាស់ដើម្បីសម្រេចគោលដៅទាំងអស់នេះសូមបង្កើតតារាងសកម្មភាពសម្រាប់អនុវត្តដើម្បីឈានទៅរកការសម្រេចគោលដៅនីមួយៗយើងបានទទួលស្គាល់ថាគ្មានក្តីស្រមៃណាមួយក្នុងលោកអាចសម្រេចបានដោយគ្មានសកម្មភាពឡើយលើពីនេះយើងត្រូវតែពិនិត្យលើគោលដៅទាំងនោះជាប្រចាំថាតើយើងបានសម្រេចដល់កម្រិតណាជួបការលំបាកអ្វីខ្លះតើវាតម្រូវឲ្យមានការផ្លាស់ប្ដូរយុទ្ធសាស្ត្រឬវិធីសាស្ត្រអ្វីដើម្បីធ្វើឲ្យវាបានសម្រេចក្រោយសម្រេចគោលដៅចាស់ហើយតែយើងត្រូវកំណត់គោលដៅថ្មីណាខ្លះទៀតបើអ្នកមិនអាចលើកទឹកចិត្តខ្លួនឯងបានសូមអនុញ្ញាតឲ្យគោលដៅរបស់អ្នកជាអ្នកលើកទឹកចិត្តអ្នកក៏បានលោកដូណាល់ត្រាំមហាសេដ្ឋីអចលនទ្រព្យនិងជាអតីតប្រធានាធិបតីអាមេរិកទី45បាននិយាយថាបើគិតហើយត្រូវគិតឲ្យធំលោកដូណាល់ត្រាំខ្លួនឯងរួមនឹងអ្នកនិពន្ធម្នាក់ទៀតឈ្មោះ Bill Zanker បាននិពន្ធសៀវភៅដែលមានចំណងជើងថាគិតឲ្យធំធ្វើវាឲ្យកើតឡើងទាំងក្នុងជំនួញនិងជីវិតប្រហែលជាដោយសារទស្សនៈនេះហើយទើបធ្វើឲ្យលោក Donald Trump អាចក្លាយជាប្រធានាធិបតីដែលជាតំណែងខ្ពស់បំផុតនៅអាមេរិកដែលជាប្រទេសមហាអំណាចទី1ក្នុងពិភពលោកនេះ